សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅកីឡាដ្ឋាន Print ដើម្បីទស្សនាការប្រកួតរបស់ក្លឹប Visakha ជាមួយនឹង ISI ដង្កោសែនជ័យបន្តិចទៀតនេះខ្ញុំនឹងទៅជួប fan របស់ក្លឹបទាំងពីរតើពួកគាត់គិតថាក្លឹប idol របស់ពួកគាត់នឹងអាចជួយឈ្នះលទ្ធផលចំនួនប្រមាណគ្រាប់ដែរក្នុងការប្រកួតនេះតើទៅជួបពួកគាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាសម្រាប់ការប្រកួតថ្ងៃនេះខ្ញុំគិតថាវិសាខានឹងយកឈ្នះ ISI ដង្កោសែនជ័យក្នុងលទ្ធផល3-1ថ្ងៃនេះខ្ញុំគាំទ្រក្លឹបអល់ដត ISI ដង្កោសែនជ័យហើយលទ្ធផល ISI 3 វិសាខា2ខ្ញុំគិតថាវិសាខាអាចនឹងយកឈ្នះ ISI ចំនួន3-2ថ្ងៃនេះខ្ញុំគាំទ្រវិសាខាខ្ញុំជឿថាវិសាខាមានលទ្ធផលរៀងច្រើនជាងហ្នឹង2-1អញ្ចឹងសម្រាប់ខ្ញុំគិតថាអាចនឹង3-1បងខ្ញុំគិតថាវិសាខាអាច ISI 3-1ថ្ងៃហ្នឹងខ្ញុំមកគាំទ្រខាង ISI ហើយយប់ហ្នឹងខ្ញុំគិតថា ISI នឹងបាន2គ្រាប់ហើយក៏អាចនឹង win ខាងវិសាខាដែរវិសាខា ISI 2-1ខ្ញុំគាំទ្រខាង ISI គិតថាអាចនឹង1-0វិសាខាអាច ISI 2-1ថ្ងៃហ្នឹងខ្ញុំមកគាំទ្រក្លឹបវិសាខាហើយខ្ញុំសង្ឃឹមថាវិសាខានឹងយកឈ្នះ ISI 3-1ថ្ងៃហ្នឹងខ្ញុំមកគាំទ្រក្លឹប ISI សង្ឃឹមថាគ្រាប់បាល់2-1សង្ឃឹមថាវិសាខានឹងយកឈ្នះ ISI ក្នុងលទ្ធផល3-1ខ្ញុំគាំទ្រ ISI បងគិតថាលទ្ធផល ISI 1-0 បង ISI ឈ្នះចុះសម្រាប់អ្នកទស្សនាវីដេអូនេះទាំងអស់គ្នាវិញគិតថាតើក្លឹបណាដែលនឹងឈ្នះនៅក្នុងយប់នេះកុំភ្លេច comment ខាងក្រោមវីដេអូនេះម្នាក់មួយផងណាបាយបាយ